bà hồiតម្លៃបច្ចុប្បន្នគឺនៅតម្លៃ$3,273ក្នុង1អោនបើយើងគិតជាតម្លឹងគឺមានតម្លៃ$3,943ក្នុង1តម្លឹងហើយបើយើងគិតជា G គឺមានតម្លៃ$394ក្នុង1 G បាទហើយបើយើងគិតជាគីឡូនោះទៀតសោតគឺមានតម្លៃ$15,159ក្នុង1គីឡូម៉ែត្របាទអរគុណអ្នកទាំងអស់គ្នាបាទថ្ងៃនេះក្រៅពីអាប់ដេតនៅតម្លៃហាងឆេងមាសបាទខ្ញុំក៏មានជាព័ត៌មានបាទចែកជូនអ្នកទាំងអស់គ្នាបាទផងដែរបាទហើយខ្ញុំមាន3ចំណុចដើម្បីបាទចែកអំពីទៅអ្នកទាំងអស់គ្នានៅថ្ងៃនេះបាទដែលចំណុចទី1នោះគឺពាក់ព័ន្ធជាមួយនឹងព័ត៌មានបាទតែម្ដងបាទហើយចំណុចទី2នោះគឺពាក់ព័ន្ធនឹងការបាទបើកគណនីឬក៏បាទរបៀបទិញលក់បាទតម្លៃហាងឆេងមាសបាទហើយចំណុចទី3នោះគឺបាទការជួញដូរនឹងឯងបាទអរគុណបាទឥឡូវនេះយើងមុននឹងចូលព័ត៌មានយើងក៏លេខមកមើលទីផ្សារបន្តិចសិនបាទយើងឃើញថានៅថ្ងៃនេះគឺបាទតម្លៃហាងឆេងមាសគឺមានការធ្លាក់ចុះបន្តិចបាទបើយើងប្រៀបជាមួយនឹងម្សិលមិញណាបាទហើយថ្ងៃនេះបាទទំនោរវាបាទមើលទៅដូចជាឡើងទៅវិញបាទនេះគឺជាឆាតរបស់មាសអ្នកនរគ្នាអាចតាមដានក្នុងការ live នេះបានបាទឥឡូវកុំឲ្យខាតពេលយូរបាទយើងចូលទៅកាន់បាទព័ត៌មានរបស់យើងតែម្ដងទៅបាទដែលព័ត៌មានថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងបាទតុលាការសហរដ្ឋអាមេរិកបានបាទរៀបរៀងពន្ធគយបាទសមាសរៀបរៀងពន្ធគយបាទសកលភាគច្រើនរបស់លោកត្រាំបាទតើព័ត៌មានទៅបាទតើព័ត៌មានហ្នឹងវាទៅជាយ៉ាងណាបាទឥឡូវយើងចូលទៅអានព័ត៌មានទាំងអស់គ្នាបាទនេះគឺជារូបភាពបាទដែលបាទបញ្ជាក់នៅក្នុងព័ត៌មានឥឡូវយើងទៅអានព័ត៌មានតែម្ដងទៅបាទតើព័ត៌មាននៅថ្ងៃនេះបាទវាបានប៉ះពាល់ស្អីគេខ្លះឬក៏ប៉ះពាល់អ្វីខ្លះបាទឥឡូវយើងចូលទៅអានព័ត៌មានទាំងអស់គ្នាបាទចាំតិចអ្នកទាំងគ្នាបាទអូខេបាទតុលាការសហព័ន្ធអាមេរិកបាទរៀបរៀងប្រធានាធិបតីដូណាល់ត្រាំបាទមិនអោយដាក់ពន្ធគយភិជាច្រើនរបស់លោកដោយបានសម្រេចថាលោកបាទបានលើសអំពីអំណាចរបស់លោកក្នុងការប្រើប្រាស់ច្បាប់អំណាចបន្ទាន់ដើម្បីបង្ហាញពីភាពត្រឹមត្រូវនិងពន្ធគយដ៏ទូលំទូលាយនេះបាទតុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកបាទដែលជាគណៈវិនិច្ឆ័យមានចៅក្រម3រូបបានចេញដីកាស្ថាពរប្រឆាំងនឹងពន្ធគយជាច្រើនបាទរួមទាំងបាទ Liberation Day បាទដែលបានដាក់កាលពីខែមេសានិងពន្ធដែលបានដាក់លើប្រទេសចិនបាទមិចស៊ិកនិងកាណាដាសម្រាប់គោលបំណងបាទតាក់ទងនឹងការជួញដូរថ្នាំញៀនបាទ fentanyl បាទតុលាការបានរកឃើញថាច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិបាទ IEEPA បាទដែលជាច្បាប់ឆ្នាំបាទ1977ដែលលោកត្រាំបានលើកឡើងมันបានផ្ដល់អំណាចគ្មានដែនកំណត់ដល់ប្រធានាធិបតីក្នុងការដាក់ពន្ធនោះទេបាទសេចក្តីសម្រេចនេះបានសង្កត់ធ្ងន់ថារដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានប្រគល់អំណាចផ្ដាច់មុខដល់សភាក្នុងការធ្វើបាទនិយត្តកម្មពាណិជ្ជកម្មនិងដាក់ពន្ធគយបាទសេតវិមានបានបញ្ជាក់ពីការមិនយល់ស្របរបស់ខ្លួនជាមួយសេចក្តីសម្រេចនេះហើយកំពុងប្តឹងឧទ្ធរណ៍បាទប្រឆាំងនឹងការសម្រេចចិត្តនេះខណៈពេលដែលសេចក្តីសម្រេចរបស់តុលាការមានផលប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយពាណិជ្ជកម្មរបស់លោកត្រាំវាមិនប៉ះពាល់ដល់ពន្ធគយទាំងអស់នោះទេបាទជាពិសេសពន្ធគយដែលបានដាក់ក្រោមផ្នែកទីបាទ232នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ1962បាទដូចជាបាទពន្ធលើដៃថែបបាទអាលុយមីញ៉ូមនិងរថយន្តនាំចូលនៅតែមានសុពលភាពបាទបណ្ដឹងផ្លូវច្បាប់នេះត្រូវបានដាក់ដោយសម្ព័ន្ធភាពនៃអាជីវកម្មខ្នាតតូចនិងរដ្ឋចំនួន12របស់សហរដ្ឋអាមេរិកបាទដោយអះអាងថាពន្ធគយទាំងនេះគឺខុសច្បាប់បាទប៉ះពាល់សេដ្ឋកិច្ចនិងជាការរំលោភអំណាចបាទប្រតិបត្តិសេចក្តីសម្រេចនេះត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយបាទដោយទីផ្សារហិរញ្ញវត្ថុនិងអ្នកដែលប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់លោកត្រាំ
បាទបាទព័ត៌មាននេះបាទគឺវាមានផលប៉ះពាល់បន្តិចដែរបាទទៅដល់តម្លៃហាងឆេងមានរបស់យើងណាអ្នកគ្នាបាទបើសិនជាមានការវឹកវរតាក់ទងនឹងសេដ្ឋកិច្ចអីផ្សេងនៅសហរដ្ឋអាមេរិកឬក៏តាក់ទងនឹងបាទអំណាចអីផ្សេងរបស់សហរដ្ឋអាមេរិកបាទនោះគឺវាប៉ះពាល់ខ្លាំងទៅដល់តម្លៃហាងឆេងមាសយើងបាទប៉ះពាល់ខ្លាំងដូចម្ដេចអ្នកនរគ្នាបាទគឺប៉ះពាល់មានន័យថាបើសិនជាមានរឿងអីហេតុមិនសមបាទមិនគួរឲ្យយើងជឿឬក៏មានហេតុអីអាក្រក់បាទតម្លៃហាងឆេងមាសរបស់យើងគឺនឹងមានការហក់ឡើងបាទហើយមាសបាទមានការហក់ឡើងហេតុអីបានវាអាស្រ័យទៅលើព័ត៌មានអីដោះហ្នឹងអ្នកនរគ្នាបាទចឹងមានន័យថាបើសិនជាបាទមានព័ត៌មានអីតាក់ទងទៅនឹងបាទតាក់ទងនឹងសង្គ្រាមបាទតាក់ទងនឹងកិច្ចសន្យាឬក៏កិច្ចឈប់បោះបាញ់ផ្សេងហ្នឹងគឺវាបាទប៉ះពាល់ខ្លាំងអ្នកនរគ្នាបាទដូចជាខ្ញុំបាទបានប្រាប់អ្នកនរគ្នាតាំងពីការ live ដំបូងរបស់ខ្ញុំឬក៏ជារឿយជារៀងរាល់ថ្ងៃដែលខ្ញុំតែងលើកឡើងថាបាទបើសិនជាមានសង្គ្រាមអីបាទកើតឡើងបាទធ្វើឲ្យវាប៉ះពាល់ខ្លាំងមកដល់តម្លៃហាងឆេងមាសរបស់យើងឥឡូវយើងមើលកន្លែងនេះបាទតម្លៃហាងឆេងមាសកំពុងតែមានការរុញឡើងបាទមានការរុញឡើងកន្លែងនេះឯងអ្នកនរគ្នាយើងអាចមើលឃើញបាននេះគឺវារុញបាទពីបាទតម្លៃពីតម្លៃ$3248មកដល់បាទតម្លៃ$3268ឯងប៉ុន្តែបាទហាងបាទយើងឃើញថាបាទទំនោរហាងឆេងនេះវានឹងហក់ឡើងបន្តទៀតបាទប៉ុន្តែបាទវាអាចមកដល់ពីចន្លោះបាទ3286ឬក៏បាទអាចមកដល់បាទ3324បាទបើសិនជាលើសពីនេះទៀតវាអាចមកដល់បាទចំណុច3000បាទ362ទៀតអ្នកនរគ្នានេះចំណុចដែលខ្ញុំបានដាក់នៅមកលើម៉ៅលើអេក្រង់ឲ្យអ្នកនរគ្នាមើលនេះបាទអញ្ចឹងមិនបានវាឡើងអញ្ចឹងមានថាបើសិនជាវាបាទអានេះពាក់ព័ន្ធជាមួយនឹង technical ដែរបាទបន្តិចទៀតនេះខ្ញុំនឹងបាទបកស្រាយប្រាប់អ្នកនរគ្នាតើការឡើងចុះរបស់មាសហ្នឹងវាមានកត្តាអីខ្លះដែលធ្វើឲ្យវាបាទមានការឡើងចុះបាទឥឡូវខ្ញុំសូមកត់ចំណាំមួយសិនបាទខ្លាចភ្លេចបាទព្រោះដោយសារតែប្រធានបទថ្ងៃនេះខ្ញុំអត់ចង់លើកឡើងពីផលប៉ះពាល់អស់ហ្នឹងទេប៉ុន្តែអាស្រ័យតែយើងបាននិយាយហើយគឺយើងអនុវត្តតែម្ដងទៅគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាបាទបាទកត្តាដែលធ្វើឲ្យបាទមាសឡើងចុះបាទឡើងចុះបាទវាមានកត្តាអីខ្លះបាទមាន1 2 3អញ្ចឹងទៅបាទបាទអញ្ចឹងសង្ឃឹមថាការចែកម្លែកមិញហ្នឹងគឺអ្នកនរគ្នាទទួលបានអ្នកនរគ្នាហើយបាទអញ្ចឹងយើងចូលចំណុចទី2តែម្ដងទៅបាទពាក់ព័ន្ធនឹងរបៀបទិញលក់នៅតម្លៃហាងឆេងមាសបាទតើការទិញលក់នៅតម្លៃហាងឆេងមាសនេះគេបាទមានប្រមាណរបៀបបាទអ្វីខ្លះបាទតើតើនឹងការទិញលក់នៅតម្លៃហាងឆេងមាសនេះគឺបាទមានច្រើនរូបភាពមានច្រើនរបៀបបាទដែលខ្ញុំតែងតែបាទចែកតម្លៃទៅអ្នកនរគ្នាប៉ុន្តែមិនជាថ្មីទេអ្នកនរគ្នាអ្នកដែលគាត់អត់ដែរបានចូលមើលការ live របស់ខ្ញុំក៏គាត់អាចតាមដាននៅថ្ងៃនេះបានដែរបាទរបៀបទិញលក់នៅតម្លៃហាងឆេងមាសគឺមានច្រើនរូបភាពបាទដែលរូបភាពទី1នោះគឺការទិញលក់តម្លៃហាងឆេងមាសបាទគឺទៅលើបាទការទិញជាមាសគីឡូបាទទិញជាមាសគីឡូនឹងយ៉ាងម៉េចអ្នកនរគ្នាទិញជាមាសគីឡូនឹងគឺសំដៅទៅលើបាទបងប្អូនដែលគាត់មានដើមទុនច្រើនបាទគាត់មានលុយច្រើនអញ្ចឹងគាត់ទិញជាមាសគីឡូនៅពេលដែលមាសចុះថោកបាទគាត់ទៅទិញបាទគាត់ទៅផ្សារទៅទិញបាទ1គីឡូ2គីឡូកន្លះគីឡូអញ្ចឹងទៅដើម្បីបាទពេលដែលមាសឡើងថ្លៃគាត់យកមាសគីឡូហ្នឹងទៅលក់ហើយមួយទៀតបងប្អូនខ្លះគាត់មិនធ្វើអញ្ចឹងទេគឺគាត់ទិញមាសគីឡូដើម្បីតម្កល់ក្នុងគ្រួសាររបស់គាត់បាទមានន័យថានេះគឺជាគេហៅថាពាក្យបច្ចេកទេសខ្ញុំអត់ដឹងថាគេនិយាយមិនទេខ្ញុំភ្លេចបាត់ហើយបាទគាត់តម្កល់ក្នុងគ្រួសារមានន័យថាម៉េចមានន័យថាគាត់មានមាសដើម្បីតម្កល់នៅពេលដែលគ្រួសារគាត់បាទមានវិបត្តិសេដ្ឋកិច្ចបាទគឺគាត់យកមាសទៅលក់ប៉ុន្តែមាសហ្នឹងគឺគាត់ទិញទុករហូតគាត់មិនមែនពេលដែលវាឡើងថ្លៃគាត់លក់ហើយចុះថោកគាត់ទិញទេមិនមែនទេគឺគាត់តម្កល់បាទគឺគាត់ទិញដើម្បីតម្កល់ក្នុងគ្រួសាររបស់គាត់បាទទុកនៅពេលដែលបាទពេលដែលគ្រួសាររបស់គាត់បាទមានជួបវិបត្តិហិរញ្ញវត្ថុអញ្ចឹងគាត់យកមាសទាំងអស់នេះបាទទៅលក់ដើម្បីប៉ះពើឬក៏ដើម្បីបាទស្ដារឡើងវិញនៅហិរញ្ញវត្ថុរបស់គាត់បាទនេះគឺជាបាទរូបភាពទី1បាទហើយរូបភាពទី2នោះគឺការទិញជាគ្រឿងអលង្ការបាទការទិញជាគ្រឿងអលង្ការនឹងរបៀបម៉េច
bà ca tên chỉ krương ở làng ca nó cứ mi tha nơ pe để mía cho thao mà tham mía cho thao được mía lang thái như này đó không hiểu cứ bong bong cô tơ tinh mía đầm bay vẽ làm o bà đôi chuyện chiên sải co sải đay cục vân bà ấy chỉ đam rằng bà cứ con phơi chỉ krương ở làng ca đầm bay làm o luôn bà còn tay không rụp phê mi đai bà tu bay con tên chỉ krương ở làng ca đầm bay làm o luônอย่างnày đây còn tay vậy là có trong ba nó cứ pho chùm đành bà thở gót này không hiểu bà thở bà có chữ từ à vậy làពួកគាត់trong ban nó cứ pho chừng này choឧទាហរណ៍ថាអ្នកនរគ្នាមានខ្សែដៃបាទឬក៏ខ្សែកបាទទម្ងន់បាទ1គីឡូឬក៏កន្លះគីឡូអីចឹងទៅបាទនៅពេលដែលមាសឡើងថ្លៃពឹបអូបាទអ្នកនរគ្នាគាត់ជាយកទាំងអស់ហ្នឹងទៅលក់ឬក៏បាទបងប្អូនមួយចំនួនគាត់វាយដូរយ៉ាងម៉េចបាទចឹងមានន័យថាគាត់លក់ហើយគាត់ទៅបាទទៅទិញឬក៏ទៅធ្វើគ្រឿងអលង្ការថ្មីមួយទៀតដើម្បីយកមកលម្អចំណេញបាទចំណេញអត់គឺចំណេញចឹងមានន័យថាគាត់ចំណេញទាំងលុយបាទហើយចំណេញទាំងបានគ្រឿងអលង្ការល្អយកមកលម្អខ្លួនគាត់ទៀតបាទគឺថ្មីបាទហើយមួយទៀតបាទហើយថ្មីហើយគាត់អាចបាទចំណេញជួនកាលអាចធ្វើឲ្យទៅសល់លុយទៀតបាទអញ្ចឹងមានន័យថាគាត់បានលម្អខ្លួនហើយគាត់សល់លុយហើយទាំងអស់នេះហើយបាទទាំងអស់នេះហើយជារូបភាពក្នុងការទិញលក់ហើយនៅពីរទៀតដែលខ្ញុំនឹងបកស្រាយជូនអ្នកនរគ្នាបន្តិចទៀតបាទពីរទៀតនឹងមានអីបាទទី1បាទមិញទី1ទិញមាសគីឡូទី2ទិញជាគ្រឿងអលង្ការបាទឥឡូវយើងចូលបន្តហ្មងទៅទី3បាទទី3គឺទិញទៅលើការកងតម្លៃបាទការកងតម្លៃនេះបាទខ្ញុំអត់សូវមានជាចំណេះដឹងក្នុងការទិញទៅលើកងតម្លៃទេបាទប៉ុន្តែខ្ញុំអាចចែកម្លែកអ្នកនរគ្នាបានថាការទិញលក់តម្លៃហាងឆេមាសឬក៏ការទិញលក់មាសនេះវាមានប្រមាណរបៀបក្នុងការទិញបាទការទិញទៅលើកងតម្លៃនេះមានន័យថាយើងយកលុយទៅកក់បាទបងប្អូនដែលជាអាជីវកម្មឬក៏ជាបាទអ្នកជំនួញធំគាត់យកលុយគាត់ទៅកក់បាទទៅនៅលើទីផ្សារទៅកក់ថាបើសិនខ្ញុំកក់$10,000បាទបើសិនជាមាសនឹងគាត់មាសឡើងថ្លៃបាទគាត់នឹងបញ្ជាទិញបាទបញ្ជាទិញហើយនៅពេលដែលបាទច្រឡំឧទាហរណ៍ដល់មាសចុះថោកគាត់នឹងបញ្ជាទិញបាទហើយដល់ពេលឡើងថ្លៃគាត់នឹងបញ្ជាដើម្បីកាត់ចំណេញបាទខ្ញុំអាចបាទបកស្រាយជូនអ្នកនរគ្នាតែប៉ុណ្្នឹងទេបាទព្រោះដោយសារតែខ្ញុំអត់សូវមានចំណេះដឹងខាងកងតម្លៃបាទអាចថាពេលដែលខ្ញុំនិយាយទៅវាអាចខុសឆ្គងត្រង់ណាបាទអញ្ចឹងពេលដែលខ្ញុំនិយាយទាំងអត់ដឹងហើយអ្នកនរគ្នាអត់ដឹងទៀតវាធ្វើឲ្យវល់ទាំងអស់គ្នាបាទនេះខ្ញុំនិយាយអ្វីដែលខ្ញុំដឹងឬក៏ខ្ញុំធ្លាប់សិក្សាពីមុនមកបានបន្តិចបន្តួចតកតងនៅលើការកងតម្លៃបាទឥឡូវយើងចូលទៅដល់របៀបទី4បាទឥឡូវចូលទី4បាទទី4នោះគឺការទិញទៅលើគម្លាតថ្លៃបាទការទិញទៅលើគម្លាតថ្លៃហ្នឹងគឺយ៉ាងម៉េចអ្នកនរគ្នាបាទការទិញទៅលើគម្លាតថ្លៃហ្នឹងគឺពាក់ព័ន្ធទៅលើការទិញបាទទិញពេលដែលមាសថោកបាទហើយយើងកាត់ចំណេញនៅពេលដែលមាសថ្លៃឡើងថ្លៃហើយបាទការទិញទៅលើគម្លាតថ្លៃនេះគឺយើងមិនបានមាសកាន់បានដៃយើងទេបាទគឺយើងទិញទៅលើបាទឧបករណ៍ឌីសនមានន័យថាយើងទិញទៅលើឧបករណ៍ឌីសនយើងទិញទៅលើគម្លាតថ្លៃបាទឧទាហរណ៍បាទទៅលើគម្លាតថ្លៃនឹងយ៉ាងម៉េចបាទឧទាហរណ៍ថាមាសបាទអ្នកទាំងអស់គ្នាទិញបាទនៅតម្លៃ3200ចុះឧទាហរណ៍ទេណាអ្នកទាំងអស់គ្នា3200ក្នុង1អោនបាទអញ្ចឹងនៅពេលដែលវាឡើងរហូតទៅដល់3210ឬក៏3220នោះគឺអ្នកនរគ្នាអាចកាត់ចំណេញនៅក្នុងកន្លែងហ្នឹងបាននេះហើយគេហៅថាគម្លាតថ្លៃមានន័យថាទិញឬក៏អ្នកនរគ្នាលក់បាទ sell ពីតម្លៃបាទឧទាហរណ៍ថា$340ហើយអ្នកនរគ្នាយកមកកាត់ចំណេញនៅក្នុងតម្លៃ$3323បាទនេះហើយគឺជាការទិញលក់ទៅលើគម្លាតថ្លៃហើយការទិញលក់ទៅលើគម្លាតថ្លៃនេះមានអត្ថប្រយោជន៍របៀបម៉េចអ្នកនរគ្នាហើយមានផលចំណេញរបៀបម៉េចបាទការទិញលក់ទៅលើគម្លាតថ្លៃនេះបាទគឺវាមានបាទគុណសម្បត្តិច្រើនបាទទី1បាទគឺតកតងទៅលើព័ត៌មានបាទអញ្ចឹងព័ត៌មានហ្នឹងយ៉ាងម៉េចព័ត៌មានមាសឡើងចុះបាទនៅពេលអ្នកនរគ្នាទិញទៅលើគម្លាតថ្លៃគឺអ្នកនរគ្នាតាមដានទៅលើឆាតមាសអញ្ចឹងមានន័យថាពេលដែលអ្នកនរគ្នាចូលទិញលក់បាទតម្លៃរបស់មាសគឺនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកហើយបាទមានន័យថាពេលដែលអ្នកនរគ្នាបាទមកដើម្បីបាទវិនិយោគក្នុងការទិញលក់នៅលើឧបករណ៍ឌីសននេះអ្នកនរគ្នាក៏ជាមាន app ដើម្បីបាទតាមដាននៅការឡើងចុះរបស់មាសអញ្ចឹងបាទតាន់ពេលវេលាហើយដឹងព័ត៌មានហ្នឹងគឺមានន័យថាបាទនេះគឺជាការ live ផ្ទាល់របស់ឆាតមាសអញ្ចឹងអ្នកនរគ្នាអាចមើលឃើញថាអូ
Mía ở lại nó cứ viên nơi đồng lại bay pon pi rồi chết sập lá không áo ô mưa tầm đồ đó và mưa tầm đồ đứa cô và lục ru còn ban prạm nhâm than nơi tầm lại nếu dân ai tính bán dân trăm hói viên đằng lang là hô đó bà bay pon bay rồi mà bà bay pon pi rồi pa pi là trăm đo lại nắng trăm dân cắt chừng đây hơi nào hơi mưa tới còn màn lì bà trắng bà miên chỉ ca support hói miên pon miên cho bà lo tiền bà không ca vừa ở miên này vì là trắng toàn pe về lìa bà để sao ta bạnเนี่ยดอกนี้การติงลุ้นในครองนี้เนี่ยนี่มีตั้งตีปรึกษาบ่ามีตั้งปอมี support บ่าจังแนวนี้เดินงอกปอมีเธอไอ้ support ไอ้มีหลายบ่าติงลุ้นตามบ้านกรุ๊ปเปเรียบ่ากรุ๊ปเปเรียมาไพ่ใบเมาเลยกับไพ่บุญเมาบ่าปีทั้งไงจ้าของเราทั้งไงซอกจังสัวรถสัวหายการติงมีในแข่งใครมวยไงหรือโกงมวยคายปีคายแนวนี้ไอ้ท่าติงลุ้นติงบ้านต่างดองเลยถอดแนวนี้ไอ้ติงบ่าปีพักแนวคนนี้ตะลุไปเลยงี้ด้วยโกแนวคนนี้bà miền haoแนวคนนี้trong tình đuôi phímโควิดจำหน่ายเปโครงการvừa đầmนาได้ถอดbà thứ bà trong miền này thay trẻ bàเปแต่เนี่ยดอกนี้bàอุทิศท่านดอกนี้มีทางกลางรุยสลับbàแนวนี้trongตะลุbà trong tะลุcóแนวให้tưจำหน่ายเปchỉ một tô bà ai ở sáng châu chạ sáng thiệt bàด้วยโกแนวนี้มุนตะลุmiềnแนวนี้ai cái châu nhằm bay nhằm cái tiêu nhằm cà phê chân từ và số thao vi khát với lọt khát bà khát hơi phê lên tầm một là nhà đọc này tự đo lại lúa vì tầm lại hàng chơi mình ấy vì ai prai luôn bà ta hơi nào này trong miền tha ở toàn phê về địa bà chân ta ca tinh lúa nơi hàng cao này ở toàn phê về tam chân nhà đọc này tê còn ta nó không đi bà nó không đi số thao mùi ngay nào này ai cho xa tinh lúa bà đọc đo mà phê đo bà nó bánบ้านเอาจากดอกนี้โชว์สโลเปลบ่าโชว์สโลเปลหรือมีฟังช่องบ้านับให้ช่องโชว์หมดร้อยดองกับบ้านได้ออโต้เทนอกเนี่ยบ่าออโต้เทบ่าเฮาเนี่ยคนนี้มวยง่ายเนี่ยคนนี้ไอทัวร์การจุ่มแบงบ้านบ่าดอกดองmột hayดองหมดร้อยดองบ่าตามแบบเนี่ยดอกนี้โชว์ซาเตบ่าจังเมียทานติงในขังคล้ายติงบานธรรมดองเตมวยไงหรือก็มวยสัปดาห์มวยขายเนี่ยคนติงบานธรรมดองเตมันไอทัดติงปีพักลุเตอร์วินหลังนี้เตบ่าอดบินจังเตเบอร์เซอร์เจนเอาคนนี้ทัวร์จังแบนประกอบจินนะบ่าประกอบหน้าเนี่ยเราคนนี้ประจิขาดบ่าขาดชรามันขาดเตบ่าให้ขอกในมวยเตี้ยแต่เลยไอ้หนักเนี่ยคือแต่เลยกลุ่มเวียดไทยบ่าโจแต่เลยกลุ่มเวียดไทยเนี่ยเนี่ยงอเนี่ยกลุ่มเวียดไทยนั่นใส่เก้บ่าลูกคู่หรือก็เช็คกลุ่มเวียดไทยนั่นไอ้เก้bà cầm điện thoại nó cứ ca tinh chô lụa trình bà ca tinh chô lụa trình viên mấy tới cũng bà tinh chô lụa trình đôi chỉ dương bà đô vì bạc đô la từ bạc real chứ bà đi tha dương vô mà đô la nhưng đô bà buôn pon hoặc hỏi buôn pon này chẳng từ bà dương vô lôi từ đô chỉ đô la đi dương vô lôi không ai từ đô chỉ đô la nhà đọc này sẽ qua chẳng từ bà hỏi đôi khi đây được nông ní bởi sân chỉ nhà đọc này tinh mi là khang khai bà mua dòng lớn bà cái từ cầm điện thoại nhà đọc này bà chọn lo vì bà ha sắp tới học sắp $, tam hàng chain hàng để mua bà ha sắp tới học sắp $, tra nên là đọc này tra mình tên bà ở đây uti ho là miền nước nông đầm lại bà mà chí bay pom phèm uti ho đó ấy chỉ lòng bay pom phèm bay rồi ha bà mà chí bay rồi ha bà nhà đọc này ai căn bà lôi bay rồi ha sắp $, nó tự tình miền mà chí bàn tề bà bệnh chị nè đọc này bà ai căn lối buôn rối tự buôn rối một thầy bà ai tin mấy bạn mà chỉ chẳng hết nào này vô lọt bà trong miền thay trẻ kê bà mình ai lụa ao nhà đọc này không đầm lại đang bàn tề bà nè đồ xí còn vô hai bà mình ai lụa ao nhà đọc này không đầm lại đang bàn tề bà hạt ơi bà bơ lụa trở lại đam đã hết ban ơi trận đánh bà chẳng bà còn tay ca tinh bà nơi non overcon để son bà tam rồi dạ overcon để son đi bà cái cất cùng liệt vai nhà tộc này trông tại sôn cho bầy chờ nó bật priệp cho mùi nâng ha học sắp $, bà ha sắp $, học sắp $, priệp cho mùi nâng bà bầy sen buồn sen chào nó bà họ chào tên là đọc này cứ học này ngay nè bà cho ngạp này ai vô bà lôi để bà xe sol vì bà cầm điện thoại nước nào này ai vô thực ra ca bà tinh lụa xem bàn điện chân này nhớ bà chân anh trong nào này cất mở nó hàng cái chat nhà đọc này bà kê vô thoại sửa bà nó như vậy thoại sửa bà cho nhà đọc này sửa vô đưa cô cầm điện thoại nằm cầm điện thoại cái vô nhà đọc này bà ha học sắp $, hơi nơi tam dạอุปกรณ์để xón cái tinh lúa
បាទគេយកតែ3សែនបាទខុសគ្នាឆ្ងាយអត់បាទឆ្ងាយមែនតើបាទបើយើងមកអីយើងច្រើនណាស់បាទច្រើនបាទលួយប៉ុណ្ណឹងច្រើនបាទកម្រិតថ្លៃច្រើនដែរបាទ$50ដែរបាទ$50តែ2 3ដងទៅអ្នកគ្នាអាចទិញមាសបានមួយជីបាទបាទបាទអរគុណបាទអញ្ចឹងអ្នកគ្នាសង្ឃឹមថាអ្នកគ្នាយល់ហើយបាទទៅលើកម្រិតថ្លៃហ្នឹងបាទនៅខាងក្រៅគឺអ្នកនរគ្នាបាទចំណាយច្រើនក្នុងការទិញមាសហ្នឹងប៉ុន្តែហេតុអីបានបងប្អូនមួយចំនួនគាត់ចូលចិត្តទិញទៅលើកម្រិតថ្លៃនៅតាមរយៈឬក៏នៅលើឧបករណ៍ឌីសនេះគឺដោយសារអញ្ចឹងឯងអ្នកនរគ្នាគាត់អាចទិញលក់បានបាទគ្រប់ពេលវេលាបាទពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្របាទគ្រប់ពេលវេលាបាទ23ម៉ោងលើ24ម៉ោងគឺបាទផ្សារបិទតែ1ម៉ោងទេគឺម៉ោង4ព្រឹកបាទម៉ោង4ម៉ោង5ព្រឹកហ្នឹងបាទគេបិទតែ1ម៉ោងទេហើយសួរថាចេះម៉ោង4ម៉ោង5ព្រឹកហ្នឹងមានតែគេវិនិយោគអត់គឺអត់ទេបាទស្មើនឹងអីបងប្អូនបាទគាត់កំពុងតែគេងលងលក់បាទកំពុងតែគេងលងលក់ហើយបាទមានតែបាទអ៊ំពូមីងដែលគាត់ជាអ្នកបាទលក់ដូរឧទាហរណ៍គាត់ជាអ្នកលក់ត្រីបាទលក់បន្លែលក់អីបោះដុំធំអញ្ចឹងណាបាទបានជាគាត់បាទស្មើហ្នឹងគឺពេញលេងហើយបាទគឺពេញតែគាត់កំពុងរកស៊ីបាទអញ្ចឹងពេលមកស្មើហ្នឹងអីបាទគាត់ជាបាទគាត់កំពុងតែបាទរវល់ក្នុងការជួញដូររបស់គាត់ឯងបាទហេតុអីបាទខ្ញុំដឹងបាទដោយសារតែខ្ញុំបាទធ្លាប់ជីកាត់ជីអីបាទពេលខ្ញុំរវល់អីបាទរវល់ពេលដែលចេញទៅក្រៅម្ដងមកកាលដាច់យប់អីចឹងទៅបាទខ្ញុំឃើញបាទស្មើហ្នឹងអីគឺពេញលេងហើយបាទហើយមួយវិញទៀតផ្លូវដែលខ្ញុំជិះហ្នឹងគឺបាទកាត់ផ្សារតែម្ដងបាទបាទអញ្ចឹងហើយបាទខ្ញុំដឹងបាទអញ្ចឹងមានថាហើយជាមួយនឹងការទិញលក់បាទចំពោះបងដែលគាត់ជាអ្នកបាទមានអាជីវកម្មធំឬក៏គាត់ជាអ្នកជួញដូរអីហ្នឹងបាទស្មើហ្នឹងអីគាត់មិនដែលថាគាត់ចូលផ្សារមកទេបាទដោយសារអីពេលដែលគាត់បើកភ្នែកមកព្រាមហ្នឹងគឺបាទគាត់មិនទាន់ដឹងព័ត៌មានច្បាស់ទេថាតើព័ត៌មានថ្ងៃនេះវា support ឲ្យតម្លៃហាងឆេងមាសឡើងឬក៏ព័ត៌មានថ្ងៃនេះវា support ឲ្យតម្លៃហាងឆេងមាសវាចុះបាទអញ្ចឹងគាត់មិនធ្វើការជួញដូរទេនៅស្មើហ្នឹងអីបាទអញ្ចឹងអ្នកគ្នាបាទអញ្ចឹងកន្លែងនេះគាត់ខ្ញុំចង់បញ្ជាក់ឲ្យអ្នកនរគ្នាបានដឹងទេថាការជួញដូរបាទមាសការទិញលក់នៅក្នុងតាមរយៈឧបករណ៍ Nissan នេះបាទគឺអ្នកនរគ្នាអាចទិញលក់បានបាទសឹងតែគ្រប់ពេលវេលាបាទគឺយើងបិទតែម៉ោង4ទៅម៉ោង5ព្រឹកទេបាទហើយម៉ោង4ម៉ោង5ព្រឹកនេះគឺអត់មានអ្នកគេទិញលក់ដែរស្មើហ្នឹងគឺគេកំពុងតែគេងក្នុងលក់ហើយបាទអញ្ចឹងអត្ថប្រយោជន៍ច្រើនមែនទែនអ្នកនរគ្នាចឹងសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានអ្វីដែលខ្ញុំចែកម្លែងនៅថ្ងៃនេះបាទចឹងចូលទៅបាទចំណុចមួយទៀតមិញយើងនិយាយតាក់ទងនឹងបាទកម្រិតថ្លៃបាទពេលវេលាហើយគេទៀតអ្នកនរគ្នាព័ត៌មានឥឡូវខ្ញុំនិយាយតាក់ទងនឹងព័ត៌មានបាទអ្នកនរគ្នាទិញលក់បាទលើតម្លៃហាងឆេងមាសតាមរយៈឧបករណ៍ Nissan នេះក៏ផ្អែកទៅលើព័ត៌មានដែរមិនមែនចេះតែចូលទិញលក់អីទេណាអ្នកនរគ្នាបាទគឺអ្នកគ្នាគួរតែដឹងបាទគឺត្រូវតែដឹងបាទថាព័ត៌មានអីខ្លះដែលវា support ឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលបាទហើយទាំងអស់នេះគឺអ្នកនរគ្នាមិនបាច់បាទបារម្ភទេថាអូលោកគ្រូឬក៏ចែកខ្ញុំអត់ហ៊ានទេដោយសារតែខ្ញុំអត់ចេះតាមដានព័ត៌មានឬក៏អ្នកនរគ្នាគិតថាអូខ្ញុំអត់ហ៊ានទេដោយសារអីខ្ញុំអត់មានពេលតាមដានព័ត៌មានទេខ្ញុំរវល់ណាស់បាទការពិតរឿងហ្នឹងមិនអ្នកនរគ្នាមិនចាំបាច់បារម្ភទេគឺមានខ្ញុំជាអ្នកបាទតាមដានអ្នកនរគ្នាអាចមើលផ្ទាំងខាងក្រោយនេះបានបាទផ្ទាំងខាងក្រោយនេះគឺមិនមែនតែមានបាទផ្ទាំង2ហ្នឹងទេគឺអ្នកនរគ្នាមានផ្ទាំងរហូតទៅដល់បាទ12បាទ12ហើយនៅផ្ទាំងកុំព្យូទ័រនេះទៀតបាទគឺហេតុអីបានមានផ្ទាំងច្រើនម៉េចបាទគឺគេតាមដានទៅលើព័ត៌មានសេដ្ឋកិច្ចបាទព័ត៌មានតកតទៅនឹងការបាញ់បោះឲ្យផ្សេងបាទជុំវិញពិភពលោកដែលវា support ឲ្យតម្លៃហាងឆេងមាសនេះមានការប្រែប្រួលបាទចុះបើសិនជាអត់មានការសង្កេតមានការតាមដានទេតើពួកខ្ញុំអាច support អ្នកទាំងគ្នាបានអត់គឺអត់ទេអ្នកទាំងគ្នាគឺมันអាចទេព្រោះអីបាទខ្ញុំមិនមែនជាគ្រូទាយបាទមិនមែនជាគ្រូទាយហើយសួរថាគ្រូទាយឈុត 100% អត់ទេបាទ50ទៅ40ទៅ50% ទេដែលគាត់ទាយដឹងបាទហើយខ្ញុំដូចគ្នាដែរបាទប៉ុន្តែអ្វីដែលសំខាន់ជាងគ្រូទាយនោះទៀតបាទគឺព័ត៌មានដែលយើងឃើញជាក់ច្បាស់នឹងភ្នែកបាទនេះមិនមែនជាការទាយទេបាទគឺព័ត៌មានដែលយើងឃើញជាក់ច្បាស់នឹងភ្នែកបាទព័ត៌មានទាំងអស់ហ្នឹងដែលធ្វើឲ្យតម្លៃហាងឆេងមាសវាមានការប្រែប្រួលវាមានការឡើងឬក៏វាមានការចុះ
បាទចឹងអ្នកទាំងអស់គ្នាមិនបាច់បាទមិនបាច់បារម្ភទេតកតងនឹងព័ត៌មានឬក៏តកតងនឹងការឡើងចុះហ្នឹងបាទគឺមានទីប្រឹក្សាបាទគឺមានខ្ញុំជាទីប្រឹក្សាស្រាប់បាទសម្រាប់បាទណែនាំអ្នកទាំងអស់គ្នាឬក៏ចែករំលែកទៅអ្នកទាំងអស់គ្នាបាទឬក៏ប្រឹក្សាអ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាមានបាទមាននឹងទទួលបានផលចំណេញបាទល្អអត់បាទល្អអ្នកទាំងអស់គ្នាគ្រាន់តែបាទគ្រាន់តែប្រើពេលវេលាអ្នកទាំងអស់គ្នាទៅរកស៊ីបាទប្រើពេលវេលាអ្នកទាំងអស់គ្នាទៅបាទធ្វើកិច្ចការអីផ្សេងប្រើពេលវេលាអ្នកទាំងអស់គ្នាបាទជាមួយនឹងគ្រួសារបាទប្រើពេលវេលាអ្នកទាំងអស់គ្នាជាមួយនឹងការងារអ្នកទាំងអស់គ្នាឲ្យបានបាទលទ្ធផលល្អបាទហើយក្នុងកិច្ចការបាទកិច្ចការប្រឹក្សាបាទកិច្ចការតាមដានព័ត៌មានកិច្ចការទៅលើ technical បាទគឺមានទីប្រឹក្សាអ្នកនរគ្នាជាខ្ញុំនេះបាទជួយណែនាំអ្នកនរគ្នាជួយប្រាប់អ្នកនរគ្នាតាមដានឲ្យអ្នកនរគ្នាបាទចំណេញអត់ចំណេញបាទចំណេញធ្វើល្អអត់បាទល្អបាទបើសិនជាអ្នកនរគ្នាជួញដូរដោយអត់មានគោលដៅអត់មានទិសដៅសួរថាអ្នកនរគ្នានឹងទទួលបានផលចំណេញអត់ទេបើសិនជាអ្នកនរគ្នាធ្វើការជួញដូរជាមួយអ្នកដែលអត់មានព័ត៌មាននៅក្នុងខ្លួនអត់ដឹងព័ត៌មានសួរថាអ្នកនរគ្នាចំណេញអត់ទេបាទអត់ទេសួរថាអ្នកនរគ្នាធ្វើការជួញដូរទេជាមួយអ្នកដែលគ្មានបទពិសោធន៍សួរថាអ្នកទាំងគ្នាចំណេញអត់ទេបាទបើចំណេញបាទបើចំណេញក៏ចំណេញដោយចៃដន្យដែរបាទមិនមែនជាការក្រងទុកបាទមិនមែនជាការវិភាគបាទគឺការចំណេញដោយចៃដន្យបាទសួរថាល្អអត់ទេបាទបើសិនជាអ្នកទាំងអស់គ្នាជួញដូរឬក៏ធ្វើការជាមួយអ្នកគ្មានបទពិសោធន៍អ្នកគ្មានជំនាញច្បាស់លាស់បាទគ្មានជំនាញក្នុងការបាទតាមដានទីផ្សារគ្មានជំនាញទៅលើ technical បាទអ្នកទាំងអស់គ្នាប្រកាសណាស់នឹងទទួលបានផលចំណេញត្រឡប់មកវិញបាទអធិស្ឋានបាទអ្នកទាំងអស់គ្នាប្រកាសជាទទួលបានបាទការខាត់បងត្រឡប់មកវិញបាទអធិស្ឋានផងអ្នកទាំងអស់គ្នាបាទច្រឡំមាត់តិចបាទជក់មាត់ពេកបាទជក់មាត់ផលចំណេញបាទផលចំណេញដល់ពេលអាក្រក់វាទៅជាចំណេញដែរបាទអាក្រក់វាទៅជាចំណេញបាទអាក្រក់មិនអាក្រក់បាទព័ត៌មានបាទបើព័ត៌មានអាក្រក់វាធ្វើឲ្យអ្នកនរគ្នាទទួលបានផលចំណេញទៅលើការទិញបាទនេះត្រឡប់មកល្អវិញអ្នកនរគ្នាបាទលេងសើចបន្តិចទេអ្នកនរគ្នាអធិស្ឋានបាទចឹងឧទាហរណ៍បាទឧទាហរណ៍បើសិនជាអ្នកនរគ្នាបាទធ្វើការជួញដូរឥឡូវបាទឥឡូវនេះយើងឃើញថាបាទទំនោរទីផ្សារកំពុងតែហក់ឡើងឧទាហរណ៍អ្នកនរគ្នាធ្វើការចុចបាទធ្វើការទិញឥឡូវនេះបាទខ្ញុំវាយអស់ថាបាទ5 10នាទីឬក៏កន្លះម៉ោងទៀតបាទអ្នកនរគ្នាប្រកាសជាចំណេញបាទយ៉ាងហោចណាស់បាទខ្ញុំហ៊ាននិយាយឲ្យអ្នកនរគ្នាយ៉ាងហោចណាស់ក៏5លេខដែរយ៉ាងហោចណាស់ក៏5លេខដែរបាទនេះយ៉ាងស្អុយបំផុតក៏5លេខដែរបាទ5លេខបើសិនអ្នកគិតមើលបើអ្នកគ្នាចូលផ្សារ 0.01 បាទ5លេខ$5បាទបើអ្នកគ្នាចូលផ្សារ 0.1 5លេខ$50ហើយចុះបើអ្នកគ្នាចូល1តែម្ដងទៅបាទ5លេខឃើញ$500បាទបាទនេះគឺជាការគិតលេងបាទការគិតលេងចំណេញមែនតែនបាទបាទបាទអរគុណអ្នកនរគ្នាបាទអរគុណបាទថ្ងៃនេះរៀងលេងសើចជាមួយអ្នកនរគ្នាបន្តិចបាទដើម្បីបង្កើនបរិយាកាសយើងឲ្យកាន់តែបាទស្រស់ស្រាយបាទការជួញដូរដូចគ្នាដែរអ្នកនរគ្នាការជួញដូរក៏ប៉ះពាល់ទៅដល់អារម្មណ៍យើងដែរបាទការគ្រប់គ្រងអារម្មណ៍ក្នុងពេលជួញដូរគឺសំខាន់បាទសំខាន់ខ្លាំងមែនតើបាទបើសិនជាអ្នកនរគ្នាបាទប្រើប្រាស់អារម្មណ៍បានល្អក្នុងការជួញដូរបាទសឹងតែ95%ហើយអ្នកនរគ្នានឹងទទួលបានផលចំណេញបាទបើសិនជាយើងប្រើអារម្មណ៍ឲ្យបានត្រឹមត្រូវប៉ុន្តែបើសិនជាយើងបាទប្រើអារម្មណ៍មិនបានល្អក្នុងការជួញដូរបាទប្រកាសណាស់អ្នកនរគ្នាសឹងតែ95%ហើយដែលអ្នកទាំងអស់គ្នាបាទចូលផ្សារខុសបាទចូលផ្សារចេះតែខាតបាទចូលផ្សារបាទមិនទទួលបានផលចំណេញបាទចូលផ្សារចេះតែអារម្មណ៍មួម៉ៅចូលផ្សារចេះតែបាទចង់កាត់ខាតបាទល្អអត់អ្នកទាំងអស់នេះគឺអត់ល្អទេបាទគឺចឹងហើយបាទនេះហើយដែលខ្ញុំលើកយកបាទអារម្មណ៍បាទក្នុងការជួញដូរមកចែករំលែកអ្នកទាំងអស់គ្នាបាទហើយក្នុងការគ្រប់គ្រងអារម្មណ៍នេះបាទខ្ញុំក៏មានវិធីសាស្ត្រជួយអ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាគ្រប់គ្រងអារម្មណ៍បានល្អដែរបាទដើម្បីយល់ច្បាស់ពីវិធីសាស្ត្រទាំងអស់នេះអ្នកគ្នាបាទតាក់ទងមកខ្ញុំបាទដើម្បីបាទរៀនសូត្រពីវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍នៅពេលដែលយើងចូលផ្សារបាទចូលផ្សារយ៉ាងម៉េចឲ្យបានល្អបាទចូលផ្សារយ៉ាងម៉េចបាទកុំឲ្យមានការមួម៉ៅចូលផ្សារយ៉ាងម៉េចកុំឲ្យមានការកាត់ខាតគឺមានតែកាត់ចំណេញបាទហើយចូលផ្សារយ៉ាងម៉េចគឺកុំឲ្យខុសចូលផ្សារយ៉ាងម៉េចបាទកុំឲ្យចូលទៅវាលោតក្រហមបាទគឺ2 3ម៉ោងវានៅតែក្រហមបាទ
bà phần tay ca chộp xa để lột cổ hòm nó bìa bà chỉ tu từ hơi phần tay ca lột cổ hòm nó bà ní cứ chỉ tên nhạch kho bà ao vi lột cổ hòm chỉ tên nhạch kho bà cũng ao chộp xa vì lột cổ hòm chia cái hai tha chia ca chộp kho bà bởi sân chỉ chộp mà vì cổ hòm chỉ tên nhạch kho mình ấy tên là đọc nè cứ mình ấy tê bà cứ mình ấy tê phần tay bởi chộp mau chết tại chộp kho bà chộp mau và chộp mau lên cổ hòm lột đỏ bà hôn đọc pi rồi bay rồi ấy anh em mình hai thật tên nhạch kho tê bà đây mình hai thằng tình nhật kho tê bà đi cái hai tha bà châu đại miền ca kết tục muốn bà châu đại miền ca bà kết bà châu đại miền ca bà Winnie Chai châu đại miền ca bà Tam Đan để lựa bò đại miền châu đại miền ca bà cu bẩn tuột bà ở bàn chụp luôn bà chân nè đọc nia bà đầm bay bà vô đơn bật thay em tạ tô nâng ca cục rô mà rõm nâng bê để chộp xa nè đọc nia ai tạ tô mà nhóm ban bà Tam lấy tụ sắp được có link Telegram để khi ông đặt nâng lơ caption bà càng lớn đi mình tha nè đọc nia Tam đan Tam YouTube bà Tam ca like lơ YouTube được có Tam ca like nâng lơ Facebook tê bà chân nè đọc nia ai tạ tô mà nhóm ban tặng tùy play bà pro ấy bà nâng lơ caption nâng sật tại miền bà chỉ lấy tu rồi sắp nâng link Telegram rồi bọc cho bạn bà chân sừng khăn tan nè từng ngọc nia bà từ tua ban cho được ngày nay bà tại tôn nâng ca pro mà đó mà nó về đại dương chộp xa bà nhung xung vậy mà đón tiền ban về đại dương chộp xa bà lỡ nhung vậy bỏ sai không ca pro mà đó nó về đại chộp xa ban lo nó mỏng tới này ngọc nia bà nó về đại nia chộp xa bà tí mùi nè ngọc nia trâu tại promo po miếng nội ban lỡ lọn bàទី1ត្រូវតែប្រមូលព័ត៌មានឲ្យបានល្អៗហើយទី2អ្នកនរគ្នាត្រូវតែបាទមានអារម្មណ៍ក្នុងការជួញដូរបាទមានអារម្មណ៍ក្នុងការជួញដូរបាទហើយទី2អ្នកនរគ្នាត្រូវតែមានពេលវេលាគ្រប់គ្រាន់ក្នុងការតាមដានទីផ្សារបាទហើយទី3នោះទៀតអ្នកនរគ្នាត្រូវតែបាទយល់ច្បាស់ពី technical បាទប៉ុន្តែថ្ងៃនេះអ្នកនរគ្នាមិនចាំបាច់ចេះអស់នឹងក៏បានដែរហេតុអីចុះអ្នកគ្នាសួរថាជុំមិញឲ្យខ្ញុំយល់ច្បាស់ពីអីស្អីគេខ្លះមិញមាន technical ផងមានអីគេព័ត៌មានផងមានអីគេណាចូលផ្សារច្បាស់ហេតុអីឥឡូវមិនបាច់និយាយមកនិយាយថាប្រចាំមានបានបាទដោយសារតែអ្នកនរគ្នាឥឡូវនេះអ្នកនរពីមុនអ្នកគ្នាអត់មានខ្ញុំឥឡូវអ្នកនរគ្នាមានខ្ញុំហើយអ្នកគ្នាចាំបាច់ប្រើពេលវេលាអ្នកនរគ្នាមកអត់ប្រយោជន៍លឿនហ្នឹងទៅអីត្រូវអត់ត្រូវបាទត្រូវអត់គឺត្រូវអ្នកនរគ្នាបាទអ្នកគ្នាអាចប្រើប្រាស់ពេលវេលាអ្នកគ្នាដូចខ្ញុំនិយាយតាមពីខាងដើមអញ្ចឹងបាទប្រើប្រាស់ជាមួយនឹងការធ្វើការរស់ស៊ីប្រើប្រាស់បាទពេលវេលាអ្នកគ្នាជាមួយនឹងក្រុមគ្រួសារឲ្យបានល្អទៅអ្នកគ្នាចាំបាច់យកពេលវេលាហ្នឹងទៅតាមដានតែព្រោះអីអ្នកនរគ្នាមានទីប្រឹក្សាល្អមួយបាទអីហ្នឹងបាទមានទីប្រឹក្សាដែលចាំតាមដានព័ត៌មានជូនអ្នកនរគ្នាហើយហ្នឹងបាទឥឡូវចេះស្ដែងយើងមើលខ្ញុំលើកឧទាហរណ៍រឿងសាមកុកចុះបាទសាមកុកអ្នកនរគ្នាមើលទីប្រឹក្សាបាទមេដឹកនាំមួយសិតតែមានទីប្រឹក្សាបាទខ្ញុំអត់លើកអីផ្សេងទេអ្នកគ្នាខ្ញុំលើកយករឿងប្រេងសាមកុកយកមកនិយាយចែកម្លែងអ្នកនរគ្នាទេបាទតាក់ទងនឹងទីប្រឹក្សាបាទអ្នកគ្នាមើលឆាក៏គាត់មានទីប្រឹក្សាបាទលាវប៉ៃបាទគាត់មានទីប្រឹក្សាល្អបាទគាត់បាទមានន័យថាក្រុងគាត់បាទប្រទេសគាត់រីចម្រើនគឺដោយសារតែទីប្រឹក្សាបាទគាត់យកពេលវេលារបស់គាត់ហ្នឹងគឺដើម្បីចាត់ចែងទៅលើច្បាប់អីផ្សេងនៅក្នុងនគររបស់គាត់បាទហើយក្រៅពីហ្នឹងបាទក្បួនតបក្បួនអីគឺស្ថិតនៅលើបាទទីប្រឹក្សាទាំងអស់ត្រូវអត់បាទអ្នកនរអ្នកដែលតាមដានរឿងសាគាត់ប្រកាសជាយល់បាទទីប្រឹក្សាបាទពាក្យថាទីប្រឹក្សាគឺជាអ្នកបាទចាត់ចែងទៅលើពេលវេលាដែលថ្នាក់ដឹកនាំបាទឬក៏បាទមេដែលគាត់បាទដែលគាត់គិតថាបាទពេលវេលាពេលវេលាដែលសេសសល់ឬក៏ពេលវេលាដែលមិនសូវជាបាទអាចថាជាជំនួយបាទពេលវេលាដែលគាត់ត្រូវការជំនួយគឺគាត់ឲ្យទីប្រឹក្សាគាត់ជាអ្នកចាត់ចែងហើយពេលវេលារបស់គាត់យកទៅបាទចាត់ចែងរឿងផ្សេងរបស់គាត់ដែលជាមេបាទអញ្ចឹងនេះហើយបាទឥឡូវខ្ញុំលើកយកលាវប៉ៃបាទទីប្រឹក្សាគាត់ណាគេបាទនាគដេកហ្នឹងណាគេឈ្មោះអីណាគ្នាណាគេដឹងបាទណាគេដឹងខមមិនមើលទីមកឥឡូវខ្ញុំបើហៅថានាគដេកតាណាគេបាទនាគដេកគឺណាគេណាគ្នាបាទឥឡូវខ្ញុំសុំ skip រឿងហ្នឹងសិនបាទឥឡូវយើងមើលឆាវបាទទីប្រឹក្សាគាត់មានណាគេខ្លះបាទទីប្រឹក្សាគាត់ច្រើនបាទហើយបន្តគ្នាបាទ
sư mà ý bà sư mà ai dân lực vô ở sư mà ai mình vậy cứ bà sư mà ấy cứ chiều nè để lại chừng kia hỏi nào con đi bà nó không đường sang câu để sao ấy bà trong khói cứ quạt chiến nè tụi Paul bà ta nào nè dân anh vậy chọn tây bà không ca không quan là trong vậy tha cả ti bậc xa cứ sủng khăn phật của ca sủng bài chất rư cổ ca bà tam đan ấy bà qua miền em xem cứ nhà đọc nghĩa bà tới tầm miền ti bậc xa muối đại đọc nghĩa cua để bà tục chất ti bậc xa để nhà đọc nghĩa ai tục chất bán bà đầm bơi bà support nhà đọc nghĩa ao nhà thêm của bạn phò chừng này bà ở đây nhung ở sông bà skip tầm đăng rừng sam cọc bà nhưng xong skip trong năng lượng sam cọc bằng ở đây cho đường dương bình bà mua hai đàn em chơi tại miền tây bắc sát cứ để xa chẳng ai bà cứ bạc trong ban bà chia cần sao thân bà cứ chia nét để ai nom này là nét từ đồ phò chụp đánh bà chẳng bà không ca tinh lúa nơi tầm lại hàng chơi miền ấy nét tao kia mình trăm bạch bà pra pe liền nét đọc kia một tam đan bà por miền tam đan từ lời tên nhật call bà ai xem đăng tê bà cứ bà nhóm ai bà ai tam đan chu nè tao này bà đối xa ấy bà đối sát này nơi tin nick trong miền p vì group run bà không ca tam đan hơi bà nơi không p nick trong cầm pung tại live tour phong trong tam đan phong bà chẳng hai bà trong miền bà po miền tràn mà chui chai chu nè đọc này làm bơi chi chụp mẹ đằng bán cái chỉ ca chay lấy thế nào nè mình men chỉ ca bằng riêng mình men chỉ ca ấy thế này cứ chỉ ca chay đồng đây làm bơi chi chụp mẹ đằng đọc này bà ca này trong chay để chánខ្ញុំក៏មានចំណេះដឹងបាទហើយអ្នកនរគ្នាស្ដាប់នៃការចែកម្លែករបស់ខ្ញុំអ្នកនេះក៏មានចំណេះដឹងហើយសួរថាព័ត៌មានបាទច្រើនអញ្ចឹងអ្នកនរគ្នាសារជ្រាវអត់ទេអ្នកនរគ្នាបាទហើយអ្នកនរគ្នាថាអ្នកនរគ្នាដឹងព័ត៌មានក្នុងពេលតែមួយដឹងព័ត៌មានច្រើនក្នុងពេលតែមួយចំណេញចំណេញបាទអរគុណបាទឥឡូវយើងក៏លេខទៅមើលឆាតរបស់យើងបន្តិចបាទហើយយើងនឹងចូលទៅដល់ចំណុចទី3តែម្ដងទៅអ្នកនរគ្នាបាទដែលចំណុចទី3នោះគឺពាក់ព័ន្ធនឹងការបើកអ្នកន័យបាទហេតុអីបាទជាខ្ញុំតែងតែលើកយកចំណុចទី3មកចែកជូនអ្នកនរគ្នានៅtrongការ live របស់ខ្ញុំបាទទី1បាទក្នុងការជួញដូរគឺអ្នកនរគ្នាត្រូវតែមានគណនីជួញដូរបើសិនជាអ្នកនរគ្នាអត់មានគណនីជួញដូរបាទអ្នកគ្នាអ្នកគ្នាមានលុយរាប់សិបពាន់លានដុល្លារក៏អ្នកនរគ្នាមិនអាចជួញដូរនិងមិនអាចទទួលបានផលចំណេញបានដែរបាទនេះគឺជាអ្វីដែលខ្ញុំតែងតែនិយាយបាទនឹងចែកដើម្បីទៅអ្នកនរគ្នាបាទអ្នកនរគ្នាធ្វើការជួញដូរបាទនេះគឺជាការជួញដូរតាមរយៈឧបករណ៍និស្សិតបាទការទិញលក់មាសតាមរយៈឧបករណ៍និស្សិតចុះបើសិនជាអ្នកនរគ្នាអត់មានឧបករណ៍និស្សិតអ្នកគ្នាទិញតាមណាបាទមែនអ្នកនេះទិញតាមឧបករណ៍និស្សិតអ្នកទៅទិញនៅក្នុងអីគេ machine ស្អីណាផ្សេងឬក៏ទិញទៅលើ ATM មិនមែនទេអ្នកនេះគឺការទិញលក់ទៅលើហាងឆេមីទៅលើឧបករណ៍និស្សិតគឺអ្នកនេះប្រកាសជាត្រូវមានឧបករណ៍និស្សិតហើយឧបករណ៍និស្សិតហ្នឹងស្អីគេហើយឧបករណ៍និស្សិតត្រូវការទិញមិនមែនអត់ទេអ្នកនេះអត់ទេគឺអ្នកនេះគ្រាន់តែបាទ download បាទឧបករណ៍និស្សិតបាទ download ឧបករណ៍និស្សិតគឺជា MT5 បាទ MT5 ហ្នឹងគឺជាបាទ app សម្រាប់យើងចូលផ្សារនិងជួញដូរបាទហើយមុនពេលនឹងយើងចូលផ្សារជួញដូរទី1អ្នកទាំងអស់គ្នាត្រូវតែមានគណនីជួញដូរបាទត្រូវតែមានគណនីជួញដូរបាទគណនីជួញដូរទី1គឺអ្នកទាំងអស់គ្នាបាទត្រូវតែជ្រើសរើសបាទក្រុមហ៊ុនមួយដែលមានបាទក្រុមហ៊ុនមួយដែលមានប្រសិទ្ធភាពបាទមានជំនឿទុកចិត្តបាទអ្នកនរគ្នាអាចទុកចិត្តបានបាទមានក្រុមហ៊ុនមួយដែលបាទមានបុគ្គលិកដែលមានជំនាញច្បាស់លាស់បាទដើម្បីបើកគណនីជូនអ្នកនរគ្នាបាទហើយទី2គឺអ្នកនរគ្នាត្រូវតែបើកគណនីជួញដូរមួយទៀតនៅក្នុង app ធនាគាររបស់អ្នកបាទហើយការបើក app ជួញដូរនៅក្នុង app ធនាគារគឺមាន7ធនាគារបាទមាន AC បាទមាន ABA មានបាទកម្ពុជាមាន Wing និងប្រហែលទៀតតែភាគច្រើនអ្នកនរគ្នាប្រើតែ ABA ទេត្រូវអត់ឬក៏ AC Leader ភាគច្រើនបាទឥឡូវខ្ញុំលើកយកធនាគារបាទ ABA មកចែកជូនអ្នកទាំងអស់គ្នាតែម្ដងទៅបាទក្នុងការបើកគណនីបាទទី1អ្នកទាំងអស់គ្នាត្រូវតែចូលក្នុង app បាទធនាគារ
អ្នកគ្នាចូល ABA មកបាទហើយអ្នកទាំងអស់គ្នាស្វែងរកប៊ូតុងមួយបាទដែលបាទគេដាក់ថាទូទាត់បាទទូទាត់ហ្នឹងបាទអ្នកនរគ្នាបងទឹកបងភ្លើងក៏អ្នកគ្នាត្រូវតែចូលកន្លែងទូទាត់នឹងដែរបាទបងទឹកបងភ្លើងបងអីផ្សេងបងសាលាបាទបងសាលាបងជាអីសេវាកម្មអ៊ីនធឺណិតក៏អ្នកគ្នាត្រូវតែចូលកន្លែងទូទាត់បាទហើយកន្លែងនេះអ្នកគ្នាជួញដូរក៏ត្រូវតែអ្នកគ្នាចូលកន្លែងទូទាត់នឹងដែរបាទចូលទូទាត់មកអ្នកគ្នាត្រូវតែជ្រើសរើសបាទហេរញ្ញវត្ថុនិងវិនិយោគបាទហេរញ្ញវត្ថុនិងវិនិយោគបាទពេលដែលអ្នកគ្នាចូលទៅកាន់បងបាទចូលទៅបងទឹកបងភ្លើងវាមិនមានពាក្យថាអគិសនីបាទទឹកអីចឹងទៅបាទឬក៏អប់រំអ្នកគ្នាបងទៅលើគេការសិក្សាអីចឹងទៅគេមានអប់រំប៉ុន្តែអ្នកគ្នាវិនិយោគក្នុងនេះគឺអ្នកគ្នាវិនិយោគចឹងអ្នកគ្នាចូលអីទៅចូលអានោះទៅបាទអ្នកគ្នាចូលទៅកន្លែងបាទហេរញ្ញវត្ថុនិងវិនិយោគនឹងមកបាទហើយពេលដែលគ្នាចូលមកដល់បាទ app នឹងហើយបាទប្រកាសណាស់ជាមានក្រុមហ៊ុនច្រើនបាទមានក្រុមហ៊ុនច្រើនមែនតើប៉ុន្តែអ្នកគ្នា scroll ទៅខាងក្រោមបាទអ្នកគ្នាចូលបាទទៅបាទក្រុមហ៊ុនមួយមានឈ្មោះថាបាទ PP Link ជាអក្សរខ្មែរ PP Link Security បាទ PP Link Security ពេលដែលអ្នកទាំងគ្នាចូលហើយប្រកាសជាបាទគេលោតនៅលើអេក្រង់សួរអ្នកនរគ្នាបាទប្រាប់អ្នកនរគ្នាដើម្បីបន្តប្រតិបត្តិការនេះបាទអ្នកត្រូវមានគណនីជួញដូរត្រូវការបើកគណនីជួញដូរឥឡូវនេះទេបាទគេសួរអ្នកនរគ្នាហើយចឹងគេមានបតងខាងក្រោមពីបាទបោះបង់និងបង្កើតបាទចឹងអ្នកគ្នាចុចបង្កើតមកបាទហើយពេលអ្នកគ្នាចុចបង្កើតហើយប្រកាសជាលោតបាទផ្ទាំងពីរទី1គឺរូបិយប័ណ្ណសម្រាប់គណនីថ្មីបាទចឹងអ្នកគ្នាចង់យកជាប្រាក់ដុល្លារក៏បានបាទជាប្រាក់រៀលក៏បានប៉ុន្តែនៅទីនេះអ្នកគ្នាជួញដូរជាប្រាក់ដុល្លារអញ្ចឹងអ្នកគ្នាត្រូវតែជ្រើសរើសបាទដុល្លារបាទហើយនៅខាងក្រោមនោះវាថាជ្រើសរើសគណនីប្រភពបាទអញ្ចឹងមានថាគណនីប្រភពហ្នឹងគឺជាគណនីបាទដើមរបស់យើងបាទអញ្ចឹងអ្នកគ្នាបើមាន2 3អ្នកគ្នាជ្រើសរើសតែមួយបានហើយបាទជ្រើសតែមួយហើយបាទអ្នកនរគ្នាមើលទៅខាងក្រោមពេលអ្នកគ្នាជ្រើសរើសហើយវាប្រកាសចេញមកហើយអញ្ចឹងអ្នកនរគ្នាមើលទៅខាងក្រោមបាទមានបតង់ពណ៌សមួយបាទមានបតង់ពណ៌សមួយនៅខាងក្រោមហ្នឹងបាទគេបាននិយាយថាបាទខ្ញុំបានអាននិងយល់ព្រមបាទហើយអ្នកគ្នាចុចទៅលើប៊ូតុងហ្នឹងទៅហើយអ្នកគ្នាចុចវាថាបើកឥឡូវនេះជាការស្រេចបាទហើយអ្នកគ្នាអាចវេប្រាក់ចេញចូលតាមរយៈបាទគណនីរបស់អ្នកនរគ្នាបាទបានយ៉ាងស្រួលបាទហើយក្នុងការក្នុងការវេប្រាក់ចេញចូលឬក៏ក្នុងការដកដាក់ប្រាក់នេះគឺអ្នកនរគ្នាធ្វើការតែជាមួយធនាគារនិងជាមួយបាទគេហៅនិយត្តករទេបាទមិនមែនបាញ់មកខ្ញុំផ្ទាល់មិនមែនបាញ់ទៅក្រុមហ៊ុនផ្ទាល់ឬក៏មិនមែនផ្ញើទៅអ្នកណាផ្ទាល់ទេបាទបើសិនជាមានការផ្ញើអញ្ចឹងមែនគឺមិនមែនបាទគឺមិនមានសុវត្ថិភាពចំពោះអ្នកទាំងអស់គ្នាទេបាទនៅទីនេះបាទពេលដែលអ្នកទាំងអស់គ្នាធ្វើការជួញដូរបាទគឺសាច់បាទធានាបាទសុវត្ថិភាពសាច់ប្រាក់ជូនអ្នកទាំងអស់គ្នាទេស្អីបាទគឺអ្នកទាំងអស់គ្នាបាទធ្វើការជួញដូរគឺអ្នកទាំងអស់គ្នាបាទធ្វើការបង់ប្រាក់បាទមិនមែនបងប្រាក់គឺតែវេប្រាក់ដកដាក់ប្រាក់គឺតាមតែធនាគារមិនមែនតាមខ្ញុំមិនមែនតាមក្រុមហ៊ុនឬក៏មិនមែនតាមអ្នកណាទេបាទហើយមានបាទ PPC ជាអ្នកបាទជាអ្នកថែរក្សាសាច់ប្រាក់ឲ្យអ្នកទាំងអស់គ្នាបាទអញ្ចឹងល្អអត់ល្អបាទល្អអញ្ចឹងបាទយើងស្ថិតបាទនៅក្រោមច្បាប់បាទមួយបាទល្អដើម្បីថែរក្សាសាច់ប្រាក់អ្នកទាំងអស់គ្នាឲ្យមានបាទសុវត្ថិភាពបាទហើយអ្នកទាំងអស់គ្នាមិនបាច់បារម្ភក្នុងការខ្ញុំខ្លាចបោកបាទបោកអីទេបោកអីបើសិនជាក្រុមហ៊ុនបោកបាទមិនមែនខ្ញុំអាចអង្គុយ live នេះជូនអ្នកទាំងអស់គ្នាបានទេអ្នកទាំងអស់គ្នាបាទបើសិនជាក្រុមហ៊ុនបោកហើយអ្នកទាំងអស់គ្នាត្រូវបែងចែកច្បាស់ជាមួយនឹងការជួញដូរនិងលបែងបាទការជួញដូរផ្សេងលបែងផ្សេងបាទភាគច្រើនគេតែងតែបាទគេតែងតែបាទបូកជាមួយលបែងជាមួយនឹងការជួញដូរជាមួយគ្នាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែបែងចែកឲ្យច្បាស់បាទលបែងគឺជាការស៊ីសងបាទមេជាមួយនឹងកូនបាទការស៊ីសងមេជាមួយនឹងកូនបាទហើយលបែងគឺជាការប្រថុយប្រឋានបាទហើយការជួញដូរបាទការជួញដូរគឺមិនមែនជាការស៊ីសងទេណាបងប្អូនការជួញដូរគឺជាការទិញលក់បាទដើម្បីទទួលបានផលចំណេញឬក៏ពេលខ្លះអ្នកនរគ្នាអាចខាតបាទធម្មតារោគស៊ីតែមានខាតនឹងចំណេញហើយបាទនេះហើយជាការជួញដូរ
ឬជាការរស់ស៊ីបាទហើយការជួញដូរការរស់ស៊ីនេះគឺអាស្រ័យទៅលើព័ត៌មានអីផ្សេងអាស្រ័យទៅលើ technical បាទសួរថាអ្នកនរគ្នាផ្ទឹមពីរនឹងខុសគ្នាអត់បាទខុសគ្នាបាទការជួញដូរមិនមែនជាការស៊ីសងបាទការជួញដូរមិនមែនបាទមានមេនិងកូនបាទគឺមានតែវិនិយោគិននិងវិនិយោគិនបាទលបែងគឺជាការស៊ីសងបាទលបែងគឺជាការបាទស៊ីសងជាមួយមេនិងកូនបាទលបែងគឺជាការប្រថុយប្រឋានបាទខុសគ្នាអត់បាទខុសគ្នាអ្នកទាំងអស់គ្នាត្រូវតែបែងចែកពាក្យថាលបែងនិងពាក្យថាជួញដូរឲ្យបានច្បាស់លាស់បើសិនជាអ្នកទាំងអស់គ្នាបែងចែកប៉ុណ្ណឹងមិនច្បាស់លាស់ទេអ្នកទាំងអស់គ្នានឹងមានការភ័ន្តច្រឡំបាទនេះគឺជាអ្វីដែលខ្ញុំអាចចែកចម្លែកទៅអ្នកទាំងអស់គ្នានៅថ្ងៃនេះបាទហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអ្វីដែលខ្ញុំបាទចែកចម្លែកបាទហើយមានអីទៀតសុវត្ថិភាពអ្នកទាំងអស់គ្នាបាទក្រុមហ៊ុនគឺមានអាជ្ញាប័ណ្ណច្បាស់លាស់បាទគឺមានអាជ្ញាប័ណ្ណច្បាស់លាស់រហូតដល់3បាទអាជ្ញាប័ណ្ណនេះគេខ្លះអ្នកគ្នាគឺអាជ្ញាប័ណ្ណបាទឈ្មោះជើងសារបាទឈ្មោះជើងសារមូលបត្របាទសួរថាអាជ្ញាប័ណ្ណឈ្មោះជើងសារមូលបត្រនឹងសម្រាប់អីបាទសម្រាប់ឲ្យអ្នកនរគ្នាធ្វើការជួញដូរជាមួយនឹងលុយជាមួយនឹងអីអ្នកនរគ្នាបាទហើយអាជ្ញាប័ណ្ណមួយទៀតគឺអាជ្ញាប័ណ្ណអីបាទអាជ្ញាប័ណ្ណបាទឈ្មោះជើងសារឧបករណ៍និស្សិតបាទអ្នកទាំងអស់គ្នាអាចធ្វើការទិញលក់តាមរយៈឧបករណ៍និស្សិតបាននេះបាទគឺអាស្រ័យទៅលើអាជ្ញាប័ណ្ណដែលយើងទទួលបានបាទក្រុមហ៊ុនបាទគឺមានអាជ្ញាប័ណ្ណច្បាស់លាស់ហើយសួរថាបាទក្រុមហ៊ុនមានអាជ្ញាប័ណ្ណច្បាស់លាស់ប៉ុណ្ណឹងហើយអ្នកទាំងគ្នាអាចសម្រេចចិត្តជួញដូរបានអត់បាន100%អ្នកទាំងគ្នាបើសិនជាអ្នកឃើញហើយបាទឥឡូវនេះអ្នកទាំងគ្នាកំពុងឃើញហើយអ្នកគ្នាកំពុងតែចាប់អារម្មណ៍ហើយបាទប្រកាសណាស់អ្នកទាំងគ្នានឹងប្រកាសជាជួញដូរហើយដោយសារអីបាទសុវត្ថិភាពបាទអ្វីដែលសំខាន់បំផុតដែលអ្នកទាំងគ្នានឹងវិនិយោគិនបាទគាត់ចង់បាននោះគឺសុវត្ថិភាពបាទសុវត្ថិភាពបាទសុវត្ថិភាពនឹងគឺអ្វីមួយបំផុតបាទអ្វីមួយបំផុតហ្នឹងគឺអ្វីគឺជាចំណុចដំបូងបំផុតដែលយើងអាចសម្រេចចិត្តក្នុងការជួញដូរឬក៏អត់បាទគឺជាចំណុចមួយបាទអ្វីមួយបំផុតហ្នឹងមិនគឺជាចំណុចមួយបាទខ្ញុំនិយាយពាក្យបច្ចេកទេសបាទអញ្ចឹងបើសិនជាអ្នកនរគ្នាអត់យល់អ្នកគ្នាបាទស្ដាប់សម្រាយទៅបាទគឺជាចំណុចដំបូងបំផុតបាទដែលអ្នកវិនិយោគិនគាត់ចង់បានបាទសុវត្ថិភាពបាទសុវត្ថិភាពហ្នឹងគឺអ្នកណាក៏ចង់បានដែរបាទគឺដំបូងគេគឺគេគិតទៅលើសុវត្ថិភាពហើយបាទខាតចំណេញអីគេគិតទៅលើខាតតាមក្រោយឯងបាទសុវត្ថិភាពគឺជាចំណុចទី1ដែលសំខាន់បំផុតចំពោះវិនិយោគិនបាទខ្ញុំហ៊ាននិយាយចឹងដោយសារតែខ្ញុំក៏អញ្ចឹងដែរបាទដោយសារអីបាទអ្នកវិនិយោគិនគឺមុននឹងគាត់បោះទុនឬក៏គាត់វិនិយោគចាប់ដៃគូជាមួយដៃគូសហការគាត់បាទគឺគាត់ស៊ើបច្រើនណាស់បាទគឺគាត់ស៊ើបតើបាទដៃគូសហការគាត់នឹងមកពីណាបាទគាត់ធ្វើការអីខ្លះឬក៏គាត់មានមុខរបរជួញដូរអីខ្លះបាទហើយប្រវត្តិរបស់គាត់បាទធ្លាប់បោកគេអត់ប្រវត្តិរបស់គាត់បាទមកពីណាដែរបាទគាត់ចាប់ផ្ដើមពីណាបាទអ្នករកស៊ីគឺអញ្ចឹងបាទមុននឹងចាប់ដៃឬក៏មុននឹងសហការជាមួយនឹងវិនិយោគិនណាមួយបាទហើយឥឡូវនេះយើងចូលទៅអាជ្ញាប័ណ្ណទី3បាទអាជ្ញាប័ណ្ណទី3គឺជាអាជ្ញាប័ណ្ណក្រុមហ៊ុនចែកចាយលក់មូលបត្របាទចឹងនៅទីនេះអ្នកទាំងអស់គ្នាមិនត្រឹមតែបាទទិញលក់នៅលើតម្លៃហាងឆេមីទេអ្នកទាំងគ្នាក៏អាចទិញលក់ទៅលើបាទតម្លៃប្រេងប្រាក់បាទប្រេងក៏បានប្រាក់ក៏បានបាទរូបិយប័ណ្ណបាទបរទេសផ្សេងគឺអ្នកទាំងគ្នាអាចទិញលក់បានបាទនៅទីនេះប៉ុន្តែនៅទីនេះបាទខ្ញុំផ្ដោតសំខាន់ឲ្យអ្នកទាំងគ្នាតែតម្លៃហាងឆេមីទេបាទដោយសារអីបាទគឺតម្លៃហាងឆេមីគឺអ្នកទាំងគ្នាបាទភាគច្រើនគឺគាត់បាទចូលចិត្តទៅលើការវិនិយោគដោយសារអីការបាទមាសអ្នកនរគ្នាដឹងហើយមាសមិនមានអ្នកណាកំណត់តម្លៃរបស់វាបានទេបាទនៅលើโลกនេះគ្មានអ្នកណាអាចកំណត់តម្លៃរបស់មាសបានទេគឺវាឡើងចុះអាស្រ័យទៅលើការទិញលក់អាស្រ័យទៅលើព័ត៌មានអាស្រ័យទៅលើ technical គឺគ្មានអ្នកណាម្នាក់ឬក៏គ្មានបាទគេហៅថាមហាអំណាចធំណាមកកំណត់តម្លៃវាបានទេគឺអត់ទេអ្នកនរគ្នាអញ្ចឹងហើយបានជាវិនិយោគិនមួយចំនួនធំបាទគាត់ចូលចិត្តវិនិយោគទៅលើតម្លៃហាងឆេងមាសដោយសារមាសបាទយើងដឹងហើយបាទចាស់តែងតែនិយាយថាមាសបាទមិនខ្លាចភ្លើងមាសសុទ្ធមិនខ្លាចភ្លើងបាទពេលនេះគឺអ្នកនរគ្នាអាចបំបែកទៅបាទជានិយមន័យផ្សេងបានច្រើនបាទអរគុណបាទការបាទសង្ខេបរបស់ខ្ញុំគឺអស់ហើយការចែកចាយទៅលើបាទអាជ្ញាប័ណ្ណដែលពួកខ្ញុំមានគឺខ្ញុំបាទអស់ហើយខ្ញុំមួយវិញទៀតបាទខ្ញុំចង់បាទណែនាំទៅអ្នកនរគ្នាបន្តិចតទៅលើបាទ
ក្រុមហ៊ុនដែលខ្ញុំកំពុងតែបម្រើការឲ្យតើក្រុមហ៊ុនដែលខ្ញុំកំពុងតែបម្រើការនេះបាទមានឈ្មោះអីមកពីណាបាទអញ្ចឹងអ្នកគ្នាបាទសម្រាប់ចិត្តហើយអីហើយអស់ហើយបាទអ្នកគ្នានៅតែបាទដឹងឲ្យច្បាស់តាក់ទងនឹងព័ត៌មានមិញអ្នកគ្នាដឹងហើយថាពណ៌ក្រុមហ៊ុនរបស់ខ្ញុំមានឈ្មោះអី PP Link បាទ PP Link បាទហើយមួយទៀតអ្នកគ្នាដឹងហើយថាក្រុមហ៊ុនរបស់ខ្ញុំបាទទទួលបានអាជ្ញាប័ណ្ណនេះខ្លះហើយដៃគូសហការមានអីខ្លះដូចជាមានបាទAcilita បាទដែលយើងទើបតែចោះហត្ថលេខាជាមួយគ្នាថ្មីនេះឯងបាទតាក់ទងនឹងការឲ្យជនបរទេសបាទគាត់មកវិនិយោគជាមួយបាទល្អអត់ហើយសួរថាអានេះជាគេហៅថាសុវត្ថិភាពមួយនឹងទំនុកចិត្តមួយអត់បាទទំនុកចិត្តបាទអ្នកនរនេះគិតមើលបាទធនាគារមួយទាំងមូលបើសិនជាបាទឥឡូវខ្ញុំឧទាហរណ៍មិញគឺខ្ញុំនិយាយទៅលើវិនិយោគិនបាទខ្ញុំប្រៀបធៀបធនាគារជាមួយវិនិយោគិនចុះបាទបើសិនជាវិនិយោគិនហ្នឹងបាទគាត់អត់ស្គាល់បាទក្រុមហ៊ុនហ្នឹងអត់ស្គាល់វិនិយោគិនម្នាក់ទៀតតើគាត់ហ៊ានបាទវិនិយោគជាមួយអត់ទេបាទអត់ទេយ៉ាងហោចណាស់ក៏5ឆ្នាំដែរក្នុងការសិក្សាបាទនេះគឺជាសុវត្ថិភាពមួយឬនឹងជាទំនុកចិត្តមួយបាទជូនអ្នកទាំងអស់គ្នាបាទល្អអត់បាទល្អបាទឥឡូវបាទខ្ញុំសូមប្រម៉ូទក្រុមហ៊ុនទីចុះបាទប្រម៉ូទទេអ្នកខ្ញុំនិយាយលេងទេគឺចង់ផ្សព្វផ្សាយពីក្រុមហ៊ុនទីចុះបាទក្រុមហ៊ុនហ្នឹងគឺក្រុមហ៊ុនដែលខ្ញុំកំពុងស្ថិតនៅដែលបម្រើការឲ្យគឺឈ្មោះថាបាទ PP Link Security បាទហើយអ្នកគ្នាក៏អាច search បានដែរនេះគឺជាបាទព័ត៌មានដែលខ្ញុំបើកចំហជូនអ្នកគ្នាសួរថាបាទបើសិនជាក្រុមហ៊ុនរបស់ខ្ញុំអត់មានអាជ្ញាប័ណ្ណអីទៅខ្ញុំហ៊ានផ្សាយអត់ទេបាទខ្ញុំស្រឡាញ់មុខមាត់ដែរបាទអត់ហ៊ានទេបាទគឺខ្ញុំស្រឡាញ់មុខមាត់ណាស់បាទឥឡូវយើងចូលទៅការនិយាយមកទៅបាទកុំឲ្យបាយច្រើនដោយសារតែកាន់តែនិយាយកាន់តែបាយហ្នឹងអ្នកគ្នាបាយទៅរឿងអីផ្សេងបាទដោយសារតែពេលវេលាយើងខ្លីបាទកូនខ្ញុំក៏ចង់និយាយច្រើនដែរដើម្បីចែកម្លែកទៅអ្នកនរគ្នាប៉ុន្តែពេលវេលាយើងខ្លីយើងកុំនិយាយច្រើនពេកបាទហើយអ្នកនរគ្នាក៏អាចថាបងប្អូនមួយចំនួនក៏ចិត្តដល់ម៉ោងចូលធ្វើការដែរអញ្ចឹងយើងសង្ខេបទៅបាទអរគុណបាទក្រុមហ៊ុន PP Link គឺជាក្រុមហ៊ុនបាទឈ្មោះជើងសាមកណ្ដាលដែលទទួលបានអាជ្ញាប័ណ្ណពីនាយកដ្ឋានមូលបត្រកម្ពុជាបាទហើយជាភាសាអង់គ្លេសបាទនេះគឺជាបាទនាយកដ្ឋានមូលបត្រកម្ពុជាដែលជាភាសាអង់គ្លេសគឺបាទ Security and Exchange Regulator of Cambodia ស្ដាប់បានទេអ្នកនរអង់គ្លេសតង់អត់បាទ Security and Exchange Regulator of Cambodia គឺជានាយកដ្ឋានមូលបត្រកម្ពុជាបាទហើយអាជ្ញាប័ណ្ណដែលខ្ញុំបានអាជ្ញាប័ណ្ណដែលបានមកពីនាយកដ្ឋានមិញគឺខ្ញុំបានចែកម្លែកទៅអ្នកនរគ្នាអស់ហើយបាទអញ្ចឹងនៅតែឈ្មោះឬក៏ក្រុមហ៊ុនខ្ញុំជាក្រុមហ៊ុនអ្វីដែលអ្នកនរគ្នាឆ្ងល់មិនទាន់ដឹងប៉ុន្តែមិញគឺអ្នកនរគ្នាបានដឹងហើយគឺខ្ញុំបាននិយាយប្រាប់អ្នកនរគ្នារួចហើយបាទក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនឈ្មោះជើងសាកដាលបាទដែលទទួលអាជ្ញាប័ណ្ណពីនាយកដ្ឋានមូលបត្រកម្ពុជាបាទស្រួលយល់អត់បាទនេះកាត់ស្រួលយល់អត់ស្រួលយល់បាទអ្នកនេះចាំតែប៉ុណ្្នឹងបាទក្រុមហ៊ុនជេកបាទក្រុមហ៊ុនលោកជេកបាទឬក៏ក្រុមហ៊ុនលោកគ្រូជេកបាទគឺជាក្រុមហ៊ុន PP Link បាទ Security អួតគ្នាទៀតបាទខ្ញុំនិយាយលេងទៅអ្នកគ្នាបាទហើយការចែកម្លែករបស់ខ្ញុំនៅថ្ងៃនេះគឺបាទអស់ត្រឹមនេះឯងបាទគឺខ្ញុំសូមបញ្ចប់តែត្រឹមនេះឯងបាទ50នាទីជាងហើយបាទវាច្រើនដែរបាទពេលច្រើនពេលខ្លះខ្ញុំឡាយតែ15នាទីទេគ្រាន់តែអាប់ដេតតម្លៃហាងឆេងមាសបាទអញ្ចឹងទេបាទអូមែនឥឡូវមុននឹងបញ្ចប់ការ live បាទខ្ញុំសូមជូនដំណឹងបន្តិចឬក៏នាំអ្នកនរគ្នាទៅមើលបាទក្រុមហ៊ុនធំឬក៏ stock ធំនៅសហរដ្ឋអាមេរិកបន្តិចបាទយើងឃើញថាបាទសហរដ្ឋអាមេរិកនៅថ្ងៃនេះគឺក្រុមហ៊ុនបាទធំឬក៏ stock ធំបើបាទមានការធ្លាក់ចុះមិនសូវជាខ្លាំងប៉ុន្មានទេបាទឥឡូវយើងចូលទៅក្រុមហ៊ុន Google ហ្មងទៅបាទក្រុមហ៊ុន Google នៅថ្ងៃនេះគឺបាទក្រុមហ៊ុនបាទគឺពីហ៊ុនធ្លាក់ចុះ0បាទដក 0.31 បាទក្រុមហ៊ុន Meta គឺបូក 0.20% បាទក្រុមហ៊ុន Amazon បាទដក 0.63% បាទក្រុមហ៊ុន Tesla ដក 1.65% បាទក្រុមហ៊ុន Apple បាទបូក 0.10% បាទក្រុមហ៊ុន Microsoft បាទដក 0.72% បាទក្រុមហ៊ុន Nvidia Group បាទដក 0.51% បាទហើយក្រុមហ៊ុនផ្សេងទៀតយើងមិនបាច់និយាយទេបាទយើងយកបាទតែក្រុមហ៊ុនល្បីបាទក្រុមហ៊ុនល្បីក្រុមហ៊ុនធំយកមកនិយាយទៅបានហើយបាទព្រោះអីបាទដោយសារតែមិនមែនថាក្រុមហ៊ុនផ្សេងក៏អត់ល្បីទេខ្ញុំនិយាយលេងទេមិញ
បាទដោយសារតែក្រុមហ៊ុនទាំងអស់នេះគឺភាគហ៊ុនច្រើនបាទភាគហ៊ុនគាត់បាទ1% គឺរាប់ពាន់លានបាទអញ្ចឹងហើយគឺវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចនៅអាមេរិកខ្លាំងបាទគឺវាបាទធ្វើឲ្យបើសិនជាវាធ្លាក់ចុះក៏វាធ្វើឲ្យប៉ះពាល់បាទសេដ្ឋកិច្ចមានការធ្លាក់ចុះដែរបើសិនជាវាមានការកើនឡើងភាគហ៊ុនឡើងបាទសេដ្ឋកិច្ចក៏មានការកើនឡើងដែរនៅសហរដ្ឋអាមេរិកបាទអញ្ចឹងហើយបាទខ្ញុំលើកតែលើកយកក្រុមហ៊ុនទាំងអស់នេះមកចែកជូនអ្នកទាំងអស់គ្នាបាទអរគុណបាទខ្ញុំអស់ហើយបាទការ live របស់ខ្ញុំគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នេះឯងបាទក្នុងការចែករំលែកព័ត៌មានផ្សេងបាទការចែករំលែកតទៅនឹងតម្លៃហាងឆេងមាសការចែករំលែកតទៅនឹងការទិញលក់ការចែករំលែកតទៅនឹងបាទការបើកគណនីការចែករំលែកតទៅនឹងព័ត៌មានដែល support ធ្វើឲ្យតម្លៃហាងឆេងមាសមានការកើនឡើងនិងមានការធ្លាក់ចុះបាទការចែករំលែកតទៅនឹង technical បាទការចែករំលែកតទៅនឹង stock ធំនៅអាមេរិកហើយតាក់ទងនឹងបាទសុខភាពបាទថ្ងៃនេះខ្ញុំសូមអត់បកស្រាយទេដោយសារថ្ងៃនេះយើងមានរឿងច្រើននិយាយហើយអញ្ចឹងខ្ញុំសូមចែករំលែកតែប៉ុណ្្នឹងឯងបាទអរគុណបាទហើយជាចុងក្រោយបាទខ្ញុំសូមអរគុណអ្នកនរគ្នាដែលបានតាមដានការ live របស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសង្ឃឹមថាការចែករំលែករបស់ខ្ញុំនឹងអ្នកនរគ្នានឹងទទួលបានជាចំណេះដឹងបាទក្នុងការបាទប្រកបរបរបាទក្នុងការរកស៊ីអីផ្សេងហើយមួយវិញទៀតបាទជាចំណេះដឹងទៅដល់បាទបងដែលជាវិនិយោគិនបាទទៅដល់បងដែលជាវិនិយោគិនដែលគាត់បាទជួញដូរទៅលើតម្លៃហាងឆេងមាសនេះនៅលើឧបករណ៍ Lison បាទសូមជូនពរអ្នកនរគ្នាបាទចូលផ្សារឲ្យមានអារម្មណ៍ល្អបាទជូនពរអ្នកនរគ្នាចូលផ្សារចេះតែចំណេញនិងចំណេញបាទចំណេញលើចំណេញបាទហើយជូនពរអ្នកនរគ្នាមានសុខភាពល្អបាទហើយជាចុងក្រោយបាទសូមថែរក្សាសុខភាពបាទព្រោះអីបាទថ្មីនេះបាទជំងឺ Covid កំពុងតែផ្ទុះនៅប្រទេសថៃបាទគឺមិនទាន់មកដល់ខ្មែរទេប៉ុន្តែយើងចេះតែការពារទៅបាទជូនពរអ្នកនរគ្នាមានសុខភាពល្អបាទអរគុណបាទហើយជាចុងក្រោយបាទខ្ញុំមានតែម្រាមដៃ10ទេបាទជូនពរអ្នកនរគ្នាបាទមានសុខសំណាងល្អសុខភាពល្អអនាគតបបររុងរឿងពេលដែលចូល